បាទជំរាបសួរទីសួស្តីដល់ពុកម៉ែបងប្អូនអ្នកគ្នានេះថ្ងៃនេះមកធ្វើស៊ុបគោចែកជូនបងប្អូនទស្សនាបន្តទៀតហើយបាទនេះស៊ុបគោខ្ញុំអាំងគ្រឿងក្រូវអញ្ចឹងណាបងប្អូននេះមានដូចជាលហុងហើយនឹងការ៉ុតអានោះបន្លែដែលខ្ញុំដាក់អញ្ចឹងណាហើយគ្រឿងក្រូវនោះអាំងមានដូចជាគល់ក្រីខ្ទឹមហើយខ្ទឹមបារាំងអញ្ចឹងណាបងប្អូនមកដេងដាក់ដើម្បីឲ្យវាឈ្ងុយណាកាត់ជាតិឆ្អាបអញ្ចឹងណាបងប្អូននេះសាច់ស៊ុបគោខ្ញុំមានដូចជាពងដាបយើងទៅមកកាផ្លេអេសតែម្ដងបងប្អូនហើយនឹងកតុយហើយតែជើងគោទិញមួយឈុតធំតែម្ដងបងប្អូននេះបន្ទាប់ពីខ្ញុំរោលឲ្យបងប្អូនខ្ញុំយកមកត្រាំទឹកដើម្បីឲ្យវារីកចឹងណាបងប្អូនហើយយើងស្រួលកោសបងប្អូនយើងត្រាំទឹកឲ្យវារីកហើយនេះគឺគ្រឿងក្រូមានច្រើនបងប្អូនមួយឆ្នាំហ្នឹងគឺអែមតែម្ដងបងប្អូនមានដូចជាដាតពងជើងកតុយហ្នឹងណាតទៅខ្ញុំត្រាំទឹកវារីកហើយខ្ញុំកោសវាដើម្បីឲ្យវាស្អាតបងប្អូនយើងទៅយើងធ្វើហូបខ្លួនឯងបងប្អូនយើងលាងទឹកយើងកោសទៅមើលឲ្យស្អាតទេបងប្អូនបានហូបស្និតល្អចឹងណាយើងទិញខាងគេយើងហូបទៅស្និតទេបងប្អូនយើងធ្វើខ្លួនឯងបានយើងហូបស្និតតទៅខ្ញុំកោសឲ្យអស់ហើយនេះយើងវះចឹងណាបងប្អូននេះទឹកស៊ុបខ្ញុំដាំពុះហើយដោយសារតែយើងវះចឹងដើម្បីវាស្ងោរឆាប់ឆ្អិនចឹងបងប្អូនយើងទៅមួយឆ្នាំងបឹបតែម្ដងបងប្អូនណាមានគុំកតុយមានកតុយខ្ញុំទៅមួយឆ្នាំងនេះគឺអែមតែម្ដងបងប្អូនគាត់ធ្វើហ្នឹងមកល្ងាចគ្រាន់តែហើយបងប្អូនទៅ4បងប្អូនខ្ញុំធ្វើច្រើនដើម្បីតែខ្ញុំធ្វើស៊ុបឆ្អិនហើយខ្ញុំកតុយហ្នឹងខ្ញុំកាប់ទុកផ្លាសេបងប្អូននេះត្រូវការអាំងបើម្ទេសទៅយើងយកមកអាំងចឹងណាបងប្អូនមិនមែនថាធ្វើស៊ុបចេះហូបទាំងអស់ទេយើងហូបយើងកាប់ទុកត្រូវការហូបយើងអាំងយកមកអាំងទៅធ្វើអីក៏បានបងប្អូនចង់ឆាសរសៃកែងឆាអីយើងអាចយកមកធ្វើបានយើងផ្លាសេណាបងប្អូននេះគឺមួយឈុតធំតែម្ដងបងប្អូនណាមួយឆ្នាំងបឹបយើងដាក់មកងាស់ឡើងពេញហៀបងប្អូនមួយឆ្នាំងប្រហែលហ្នឹងនេះបន្ទាប់ខ្ញុំមកងាស់ប្រហែលជាកន្លះម៉ោងបងប្អូនដកចេញខ្លះណាដោយសារតែវាច្រើនពេកចឹងបងប្អូនខ្ញុំដាក់បន្លែដាក់អីចូលបងប្អូនសាកធ្វើបាននេះតែឆ្ងាញ់តែម្ដងបានវីដេអូសូមចាប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ